ต่อจังngày đấyคือយើងរៀនអំពីការបង្កើត folder ស្គាល់ពាក្យ folder អត់ធ្លាប់ឮហ៎រៀនអង់គ្លេសអត់ធ្លាប់ឮហ៎អូខេចឹង folder នោះបានន័យថាយើងបង្កើតកញ្ចប់ឈ្មោះមួយដើម្បីដាក់ឯកសារឧទាហរណ៍នៅក្នុងកុំព្យូទ័ររបស់យើងនៅពេលដែលយើងចូលទៅក្នុង data D យើងឃើញមានឯកសារគេផ្សេងៗណាអញ្ចឹងឯកសាររបស់យើងវានៅលាយឡំជាមួយគេហ្នឹងឯងចឹងយើងធ្វើការបង្កើត folder មួយដើម្បីដាក់តែឯកសាររបស់យើងទេដូចឧទាហរណ៍នៅក្នុងនេះគេណាអាសញ្ញាពណ៌លឿងៗហ្នឹងគេហៅថា folder ណាបើយើងអត់បង្កើត folder ទេឯកសារនឹងនៅនេះនៅខាងក្រោមចេះវានៅរាយពេញវាលជាមួយគេហ្នឹងឯងអញ្ចឹងយើងបង្កើត folder មួយដើម្បីដាក់ឯកសារចឹងឥឡូវយើងមើលរបៀបបង្កើតសិនរបៀបបង្កើតយើងត្រូវទៅរើទីតាំងដែលយើងចង់បង្កើត folder យើងចុចកន្លែងសញ្ញាពណ៌លឿងខាងក្រោមគេហៅថា folder នៅក្រោមកុំព្យូទ័រណាបន្តមកទៀតអញ្ចឹងឯកសាររបស់យើងគឺត្រូវទុកនៅក្នុង data ណាយើងចុចក្នុង data ទៅនឹងឃើញឯកសារផ្សេងៗហើយអញ្ចឹងយើងធ្វើការបង្កើតឈ្មោះរបស់យើងមួយដើម្បីដាក់ឯកសារខ្លួនឯងនៅក្នុង home យើងចុចកន្លែង home យើងឃើញមានឈ្មោះថា new folder នេះសញ្ញាវាពណ៌លឿងណាយើងថាជាមើលឃើញឆ្ងាយចឹងតើទៅចុចនៅលើកុំព្យូទ័រណាបានឃើញសញ្ញាពណ៌លឿងយើងចុចលើកន្លែងសញ្ញា new folder នឹងមកវានឹង load ឲ្យយើងដាក់ឈ្មោះនៅក្រោមនេះហើយអញ្ចឹងយើងលុបទៅយើងដាក់ឈ្មោះទៅឧទាហរណ៍ថាឯកសាររបស់យើងឈ្មោះអីគេអញ្ចឹងយើងដាក់ឈ្មោះឯកសារចូលនៅពេលដែលយើងសេឈ្មោះចូលហើយយើងចុច enter ទៅវាបង្កើតបានកញ្ចប់ folder នឹងមួយនេះនៅក្នុងកញ្ចប់ folder នោះអត់មានអីទេវាអត់មានឯកសារទេដោយសារតែយើងគ្រាន់តែបង្កើតវាសម្រាប់ដាក់ឯកសារណាចេះមិននេះនៅខាងលើហ្នឹងអានឹងរបៀបបង្កើត folder យើងបង្កើតបានហើយអញ្ចឹងមានតែប៉ុណ្្នឹងហើយឥឡូវយើងសាកចាប់ដើមបង្កើតខ្លួនឯង